ចឹងខ្ញុំក៏ថ្លែងអំណរគុណដល់បងបាទបានចូលរួមនេះជាដៃគូសហការមួយដែលនាំផលិតផលរបស់កូនខ្មែរបាទផលិតផលលោកក្នុងស្រុកតែម្ដងដែលជាកត្តាមួយដែលសំខាន់បំផុតទី1គឺជួយជំរុញការគ្រប់គ្រងផលិតផលរបស់ខ្មែរយើងបាទហើយមួយទៀតជួយជំរុញទៅដល់ក្នុងសហគមន៍ដែលមានការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបាទអ្វីដែលសំខាន់នោះគឺជួយឲ្យមានស្ថិរភាពក្នុងការផលិតសូមអរគុណដល់ក្រុមហ៊ុន TPC Pizza ដែលបានចាប់ដៃជាមួយនឹង AMC ក្នុងការយកអំណាចសាច់មាន់របស់ AMC របស់យើងនេះគ្រប់គ្រងទៅ supply របស់ business របស់អាជីវកម្មរបស់ TPC AMC របស់យើងគឺជាក្រុមហ៊ុនខ្មែរអ្នកបុគ្គលិកទាំងអស់គឺសុទ្ធតែប្រជាជនខ្មែរទាំងអស់បាទហើយមាន់ដែលយើងយកមកនេះគឺមកពីកសិដ្ឋានខ្មែរក្នុងស្រុកដែលទាំងកម្មករទាំងកសិករទាំងបុគ្គលិកគឺខ្មែរសសាប់ហើយទាំងអស់ហ្នឹងគឺសុទ្ធតែជំរុញទៅនឹងការងារក្នុងស្រុកហើយក៏ជួយលើកស្ទួយវិស័យឯកជននិងទុនធានមនុស្សយើងផងដែរហើយក៏សូមអរគុណទៅ TPC ដែលបានចូលរួមចំណែកក្នុងការនាំយកផលិតផលខ្មែរផលិតឬក៏គ្រប់គ្រងទាំងជាភីសាលក់ជូនទៅដល់ប្រជាជនខ្មែរបាទអញ្ចឹងខ្មែរទាំងអស់គ្នាញ៉ាំដោយទំនុកចិត្តញ៉ាំដោយមោទនភាពបាទថ្ងៃនេះគឺមួយក្រុមការងារបានមានសេចក្តីរីករាយមែនទែនបានមកដល់កន្លែងចំមាន់ហ្មងកសិដ្ឋានហេងមានជ័យនេះ HMC Broiler នេះគឺធំមែនទែនកសិដ្ឋានដៃគូផគាត់ទំហំចំនួនផលិតនេះគឺថាធំមែនទែនរហូតដល់16រោងមួយរោង 20000 ក្បាលច្រើនហើយព្រោះទៅសុខភាពល្អរូបរាងក៏ល្អសាច់ច្រើនហើយដៃជើងព្រោះទៅភ្នែកមើលនឹងល្អមែនទែនរបៀបគេគ្រប់គ្រងល្អគឺទំនុកចិត្តខ្លាំងមែនទែនថាសុខភាពចំណីអាហារក៏ទុកចិត្តក្នុងការញ៉ាំបានដែរគឺគាត់នៅទីនេះមែនទែនតាំងពីឆ្នាំ2021មក2022មក5-6ឆ្នាំមកហើយដំណើរការអាជីវកម្មទីនេះហើយឃើញស្អីក៏ស្តង់ដារការគ្រប់គ្រងគុណភាពបានល្អខ្ញុំមើលហើយមានការទុកចិត្តខ្លាំងថាប្រើប្រាស់ផលិតផលដែលចេញពីកសិដ្ឋាននេះទៅគឺមានទំនុកចិត្តសម្រាប់ហាងរបស់យើងសម្រាប់ម៉ាករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរបាទ TPC Pizza ឆ្ងាញ់អ្វីម្លេះទេ TPC Pizza ដែលអ្នកចូលចិត្ត